vlog លើកនេះវែងជាងគេបន្តិចបងប្អូនដោយសារតែមិនងាយបានជួបជុំគ្នាទេហើយនេះជា vlog ដែលពួកខ្ញុំទៅ iftar ឬក៏ស្រែបួសនៅផ្ទះជនជាតិទុរគីអីចឹងណាធម្មតានៅសាលាយើងស្គាល់មិត្តភក្តិជនជាតិទុរគីច្រើនទាំងសិស្សច្បងចាស់គ្រូបរៀនអីចឹងណាគាត់តែងតែហៅពួកខ្ញុំទៅស្រែបួសហើយឲ្យតែរដូវខែបួសពួកខ្ញុំកម្រស្រែបួសនៅក្នុងដុំសកម្មមែនទែនហើយគាត់តែងតែហៅពួកខ្ញុំទៅស្រែបួសនៅផ្ទះគាត់អីចឹងទៅឥឡូវពួកយើងបានមកដល់ផ្ទះមិត្តភក្តិឬក៏សិស្សច្បងគាត់មកហៅពួកខ្ញុំស្រែបួសហើយសំខាន់មិត្តភក្តិខ្ញុំមកមុនគេមុនឯងទៀតហើយពួកខ្ញុំមកក្រោយគេលក្ខណៈជាក្រុមមកចោះមកឡើងក្រុងមកសិតតែសិស្សបរទេសគ្នាខ្ញុំនឹងឯងហើយក៏ថតវីដេអូលេងព្រាតពេញនឹងហ្មងនេះជាមិត្តភក្តិជនជាតិឥណ្ឌូនេស៊ីរបស់ខ្ញុំហើយម្នាក់ទៀតដែលជនជាតិថៃកាត់ម៉ាឡេកាត់ថៃអញ្ចឹងណាគាត់ចង់ធ្វើ vlog វីដេអូដូចខ្ញុំដែរហើយគាត់កំពុងតែរៀនធ្វើ vlog បើកក្បាល vlog អីចឹងណាដឹងមែនទេឲ្យតែមានអ្នកហៅទៅស្រែបួសពួកខ្ញុំទាំងតាចំណាប់ដៃចំណាប់ជើងសប្បាយមែនទែនលក្ខណៈថាយើងបានមកហូបឆ្ងាញ់មកហូបខាងអ្នកផ្ទះគេធ្វើគឺឆ្ងាញ់ជាងមកហូបនៅក្នុងដូមមែនទែនហើយមកហូបពួកគាត់លក្ខណៈថាគាត់ធ្វើដោយដៃហើយគាត់លក្ខណៈថាធ្វើដល់អស់ពីចិត្តគាត់ត្រៀមដើម្បីឲ្យថាធ្វើម៉េចឲ្យសិស្សបរទេសហ្នឹងហូបបានឆ្ងាញ់ស្រួលងាយស្រួលអីចឹងណាហើយមុខម្ហូបអីមួយគឺស្រស់លក្ខណៈថាថ្មីមែនទែនម្ហូបស្រែបួសថ្ងៃហ្នឹងគឺពិសេសមែនទែនជាម្ហូបដែលប្រចាំខេត្តពុសាហ្មងណាហើយគ្រប់មុខម្ហូបទាំងអស់មិនថាគ្រប់មុខម្ហូបមិនថាគ្រឿងទឹកឬក៏អីផ្សេងអីនំនែកអីគឺតែងតែមានប្រវត្តិមានឈ្មោះមានអីហើយមុននឹងហូបហ្នឹងគាត់តែងតែនិយាយរៀបរាប់ថានេះជាតំណាងឲ្យពុសាតំណាងឲ្យខាងនេះខាងនោះអីចឹងណាមួយពួកខ្ញុំចង់ឲ្យតាជាជនបរទេសជាសិស្សបរទេសទៅហូបឬក៏គេហៅទៅស្រែបួសឬក៏ទៅហូបបាយហូបអីនៅផ្ទះគាត់គឺគាត់តែងតែមានទូនាទីបញ្ចូលណែនាំពួកខ្ញុំឲ្យថាគ្រប់មុខម្ហូបទាំងអស់គឺតែងតែមានឈ្មោះហើយមានតំណាងឲ្យអីមួយអីចឹងណាហើយនេះជាប្រភេទសាឡាទូរគីមិនតន់អីផងខ្ញុំភ្លេចឈ្មោះសាឡានេះបាត់ហើយប៉ុន្តែខ្ញុំតែងតែហូបសាឡានេះបានច្រើនដងដែរពីមុនមកចេះហូបតែឥឡូវឆ្នាំនេះរៀនបានហូបសាឡានឹងច្រើនហើយសាឡានេះអ្នកខ្លះគេដាក់ cheese នៅហ្នឹងហើយគេកូវឹកអីចឹងណាឆ្ងាញ់មែនតើហើយនេះគឺជាមុខម្ហូបដែលឈ្មោះថា kofte ប៊ីឆេ kofte ប៉ុន្តែវាស្រៀងនឹង Iskandar តែម្ហូបតំណាងឲ្យខេត្តពុសាមុខម្ហូបដែលមាននំប៉័ងហើយគេរយទឹកម្ទេសរយយ៉ាអ៊ូពីលើនេះបើយើងទៅហូបនៅក្រៅគឺថ្លៃមែនទេបងប្អូនអញ្ចឹងពួកខ្ញុំសប្បាយចិត្តនៅពេលដែរម្ដងទៅផ្ទះបងទូរគីម្ដងមកគឺពួកខ្ញុំដឹងថាមែនទេតែពួកគាត់ធ្វើម្ហូបបែបតំណាងឲ្យខេត្តមួយឲ្យពួកខ្ញុំហូបអញ្ចឹងណាហើយឆ្ងាញ់បងប្អូននិយាយថាគាត់ធ្វើឆ្ងាញ់ដូចនៅក្នុងហាងអញ្ចឹងទៅពេលអញ្ចឹងទៅខ្ញុំមានអារម្មណ៍ថាវាដិតដាមបើឲ្យប្រៀបជាមួយនឹងមុខហូបនៅក្នុងដុំគឺប្រៀបទៅអត់បានហ្មងហើយខាងគាត់មុននឹងហៅសិស្សបរទេសទៅហូបបាយទៅហូបអីនៅផ្ទះគាត់អីចឹងគាត់ស្ទង់ហ្មងវាថាម្ហូបណាធ្វើម៉េចឲ្យស្តៀងនឹងខាងអាស៊ីឲ្យយើងទទួលហូបបានអញ្ចឹងកុំឲ្យថាដាក់ម្ហូបបែបយើងញ៉ាំអត់បានហើយសល់វាខ្ជះខ្ជាយអីចឹងទៅនេះជាទំនៀមទម្លាប់របស់ប្រជាជនទុរគីនៅពេលដែលទទួលហូបអាហាររួចគឺតែងតែមាននំនែកនំផ្អែមហូបលក្ខណៈលៀងមាត់អីចឹងណាហើយឲ្យតែដាក់គ្រឿងផ្អែមគ្រឿងនំនេះមកខ្ញុំអត់សូវចេះប៉ិនហូបទេបងប្អូនសូម្បីក៏នំបាក្លាវ៉ាដែលតំណាងឲ្យទុរគីទាំងមូលក៏ខ្ញុំអត់ចេះហូបដែរគឺវាផ្អែមខ្លាំងមែនទែនបើសិនជានំបាក្លាវ៉ាហ្នឹងលក្ខណៈថាមួយប្រភេទទៀតមានទឹកដោះគោរយពីលើអាហ្នឹងពួកខ្ញុំអាចហូបបានហើយហ្នឹងហើយខ្ញុំបានថានំល្ពៅតែពី3ចំណិតតែប៉ុណ្្នឹងឯងហើយនៅពេលដែលយកមកហូបរៀងខ្លួនរួចម្នាក់លក្ខណៈថាធ្វើ review នំអីចឹងណាហើយសេរីពួកគាត់នេះសិតតែអ្នកប៉ាន់ហូបគ្រឿងនំខាងទុរគីទាំងអស់ហ្មងនៅឡាយតែខ្ញុំទេអត់តន់ទេបានទៅនំល្ពៅ3ចំណិតនឹងឯងដឹងមិនទេខ្ញុំឲ្យតែគ្រឿងថ្លៃគ្រឿងហូបគ្រឿងផ្អែមថ្លៃនៅទុរគីនឹងតែខ្ញុំហូបញ៉ាំអត់បានហ្មងលក្ខណៈថាវាអញ្ចឹងហ្មងតែពេលហ្នឹងមកភ័ក្រគាត់តែថាឲ្យថាមិនអាចចេះហូបគ្រឿងនំអញ្ចឹងវាថាកម្របានគេឲ្យហូបអីចឹងណាបើយកលុយទិញខ្លួនឯងគាត់មានលទ្ធភាពទិញដែរហើយខ្ញុំនិយាយថាសូម្បីក៏មានលុយខ្ញុំអត់ទិញដែរគឺវាផ្អែមខ្លាំងមែនទេដោយសារផ្អែមអញ្ចឹងហើយទៅគាត់ខាងទុរគីគេមានប្រពៃណីបែបគេឲ្យហូបញ៉ាំផឹកជាមួយនឹងទឹកតែញ៉ាំនំផ្អែមជាមួយនឹងទឹកតែឬក៏កាហ្វេអីចឹងទៅហើយសំខាន់កាហ្វេទឹកតែក៏ខ្ញុំអត់ចេះផឹកទៀតហើយមុននឹងខាងម្ចាស់ផ្ទះសួរថាចង់ផឹកទឹកតែឬក៏ទឹកកាហ្វេអីហ្នឹងគឺពួកខ្ញុំតែងតែនិយាយថាយកតែទឹកសមកធម្មតាបានហើយផឹកទឹកតែនេះលក្ខណៈថាយើងមកខាងផ្ទះគាត់យើងទៅមិនឲ្យរៀបចំតាមក្បួនប្រពៃណីខាងទុរគីអញ្ចឹងណាពួកខ្ញុំចេះផឹកអីតិចអីចឹងទៅហើយមិត្តភក្តិខ្ញុំទាំងអស់ហ្នឹងមិនជំនាញផឹកទឹកតែទាំងអស់ទេព្រោះទឹកតែបើសិនជាតែនៅខ្មែរគឺពួកយើងអាចផឹកបានប៉ុន្តែទុរគីគឺវាល្វីងហើយប្រៃអញ្ចឹងខ្ញុំជួយខ្ញុំច្រើនមែនទេដោយសារខ្ញុំធ្វើវីដេអូអញ្ចឹងគាត់ចង់ថតពីគាត់ឲ្យច្រើនហើយមួយថ្ងៃសួរលើថាក្នុងវីដេអូមានរូបគាត់អត់អីអត់ថាខ្ញុំថាចង់មានយកទូរស័ព្ទថតខ្លួនឯងទៅអញ្ចឹងពួកគាត់យកទូរស័ព្ទខ្ញុំយកទៅថតធ្វើ vlog អីខ្លួនឯងនិយាយជាភាសាម៉ាឡេផងដូនផងម្នាក់ជារុស្ស៊ីទៀតហើយហ្នឹងហើយបងប្អូនសប្បាយខ្លាំងមែនទេហ្មងណាហើយទូរស័ព្ទខ្ញុំមិនតែនៅនឹងឯងជាមួយខ្ញុំទេមិត្តភក្តិយកកាន់លេងថតព្រិតពេលហ្នឹងបន្ទាប់ពីបើកទូរស័ព្ទមកដឹងថា full memory ហ្មងនឹងគាត់ថតឲ្យគេខ្លះទេប៉ុន្តែអត់បានវីដេអូក៏ខ្ញុំមានក៏ខ្ញុំធ្វើ vlog កើតដែរនេះសិតតែវីដេអូដែលគាត់ថតមកទាំងអស់ហើយបន្ទាប់ពីយើងហូបគ្រឿងផ្អែមរួចគឺពួកខ្ញុំប្រពើគ្នាលេង Uno នេះខ្ញុំអត់ទាន់ចាស់លេងទេម្ដងលេងមិត្តភក្តិខ្ញុំជួយលេងឲ្យឡូអញ្ចឹងណាបងប្អូនខាងខ្មែរប្រហែលជាស្គាល់ខ្លះហើយនេះលេង Uno អញ្ចឹងយល់រួមទៅខាងម្ចាស់ផ្ទះអត់ចង់ឲ្យពួកខ្ញុំទៅដុំសកម្មវិញលឿនទេគាត់តែងតែដាក់អីនេះយកមកបន្ថែមលេងល្បែងបន្ថែមគ្រឿងហូបគ្រឿងទឹកអីសូកូឡាដាក់មកថែមយល់រួមអត់ចង់ឲ្យពួកខ្ញុំចេញទៅផ្ទះលឿនទេជាពិសេសកូនប្រុសម្ចាស់ផ្ទះនេះនិយាយថារស់រាយសាហាវហ្មងលេង Uno បដាផឹកទឹកតែបដាលេងបដាប្រកែកគ្នានឹងផ្អើលពេលហ្នឹងអូយហើយមិនទាន់អីផងនេះផាត់ពីទឹកតែកាហ្វេលេងអីរួចគាត់តែងតែមានផ្លែឈើជារួមទៅទំនៀមទម្លាប់ខាងប្រជាជនទុរគីហ្មងបន្ទាប់ពីអាហារគឺមានគ្រឿងផ្អែមបន្ទាប់ពីគ្រឿងផ្អែមគឺមានទឹកតែរួចគឺមានផ្លែឈើបន្ទាប់ពីផ្លែឈើគឺមានទឹកកាហ្វេអញ្ចឹងហ្មង direct គឺអញ្ចឹងហ្មងហើយផឹកទឹកកាហ្វេម្នាក់ៗហ្វេទាំងអស់គ្នាហ្មងវារសជាតិប្លែកមែនទែនពួកខ្ញុំមិត្តភក្តិខ្ញុំផឹកហើយគឺ
ប្រកបអីទេតែខ្ញុំផឹករួចគឺញ័រដៃញ័របេះដូងហ្មងដឹងមិនទេរឿងកាហ្វេនេះមួយតែនេះមួយម៉ាឆានេះមួយដាក់ទៅអត់ចូលគ្នាសោះហ្មងតែថាផឹកទឹកកាហ្វេជាមួយនឹងសូកូឡាទៅឲ្យវាជន់ល្វីងហើយខ្ញុំថាអត់ទេលេងផឹកហើយខ្ញុំផឹកហើយលក្ខណៈថាវាបាច់ញើសហើយខ្ញុំនៅឡើងស្ងៀមហ្មងវិលមុខឡើងមិត្តភក្តិខ្ញុំគាត់ឆ្ងល់គាត់ថាខ្ញុំខ្យល់កោអីចឹងណាឥឡូវពួកខ្ញុំអត់ហ៊ាននៅយូរទេខ្លាចម្ចាស់ផ្ទះដាក់ឲ្យហូបខ្ញុំបន្ថែមអីចឹងណាខ្លាចដល់ម៉ោងដុំសកានគេបិទពោលសកានដុំពួកខ្ញុំគឺគេបិទម៉ោង11ហើយម៉ោង10:45អីពួកខ្ញុំចេញទៅសំខាន់អ្នកមានកូនម្ចាស់ផ្ទះជូនតាណាទៅជាមួយទៀតវាថាស្អាតខ្លាំងមែនទេហើយចាំគេឡើងក្រាស់ខ្មឹកហ្មងណាខ្ញុំកូនទូរគីភាគច្រើនសាហាវហ្មងអារឿងចោមនឹងគូក្រាស់ចប់គ្នានៅកូនទូរគីបែបកូនស្រីមកទៀតអូដូចតកតាបាប៊ីចឹងត្រង់តែចេញពីប្រអប់យន្តមកពួកខ្ញុំនឹងគ្នារត់ប្រាបងប្អូនព្រោះដឹងថាអត់តន់ហ្មងនឹងគាត់ចឹងហើយមានអីអត់អីដែរផងស្រីដឹកជាម្ចាស់ឡានគាត់បើកឡានលឿនចូលក្នុងឡានមូលហ្គាហើយចង់ហោះហើយហ្នឹងហើយសំខាន់ប៊ីតអត់តន់មែនបងប្អូនមកដល់ដុំហ្នឹងម៉ោង10:59នាទីសល់1នាទីក្នុងគ្នាទៅដើមស្កេនមេដៃគ្នាបងប្អូនទៅតែអត់ចឹងទេគឺពួកខ្ញុំដឹងតែពីណៃពីខាងដុំហើយដោយសារពួកខ្ញុំមកយឺតអីចឹងណាយឺត1នាទីក៏ត្រូវពីណៃដែរជួបគ្នានៅវីដេអូក្រោយ Inshallah Groceries